បីសាហេតុដែលការធ្វើទីផ្សារបែបយុទ្ធសាស្ត្រនឹងជួយឲ្យអ្នកលក់ដាច់លឿនទាញអតិថិជនបានទៅពេលលុយឲ្យអ្នកលឿនហើយបានកម្រៃភ្លាមៗឃើញផលភ្លាមមែនទេអ្នកគ្រូនឹងមកអធិប្បាយអ្នកច្បាស់នៅក្នុង clip video នឹងកុំឲ្យអ្នកសង្ស័យទៀតចំណុចទី1ការធ្វើទីផ្សារបែបយុទ្ធសាស្ត្រគឺជាការដែលនឹងធ្វើឲ្យ brand របស់អ្នកឬក៏ផលិតផលឬក៏សេវាកម្មរបស់អ្នកបានពង្រីកមែនទេបានបញ្ជូនទៅឲ្យក្រុមអតិថិជនដែលមិនដែលស្គាល់អ្នកបានឃើញអ្នកអ្នកគ្រូអធិប្បាយរួចហើយអំពីរឿងអតិថិជន 30% 60% អ្នកអាចស្គាល់យើងឬក៏មិនទាន់ស្គាល់មិនអ្នកអាចទៅមើលវីដេអូនៅខាងមុនបានវីដេអូថ្ងៃច័ន្ទថ្ងៃអង្គារថ្ងៃមុននេះដែលអ្នកគ្រូផុសមែនទេហើយបើសិនជាអ្នកចង់ឃើញវីដេអូនោះឆាតបរិអ្នកគ្រូបានក្នុង app Telegram app Linda.9 មិនប្រាប់ថាចង់បានវីដេអូនោះអ្នកគ្រូនឹងផ្ញើទៅឲ្យដោយត្រង់តែម្ដងអញ្ចឹងអ្នកគ្រូប្រាប់ថាការធ្វើទីផ្សារការរកស៊ីគ្រូចង់ប្រាប់អ្នកថាអ្នកមានរបស់ល្អអ្នកមានផលិតផលល្អតែបើសិនជាអ្នកមិនដឹងថាបញ្ជូនរបស់ល្អនឹងទៅឲ្យមនុស្សក្រុមមនុស្សដែលគេមិនដែលស្គាល់របស់នឹងដែលគេមិនដែលឃើញផលិតផលនឹងដែលគេមិនដែលឃើញសេវាកម្មរបស់អ្នកពីមុនមកមែននេះអ្នកគ្រូចង់ប្រាប់អ្នកគឺស្មើសូន្យរាល់ថ្ងៃនេះអ្នកគ្រូចង់ប្រាប់បើមិនដែលស្គាល់បើមិនដែលឃើញគឺស្មើនឹងមិនទិញអញ្ចឹងអាចចំណុចដែលគេត្រូវតែឃើញមកគេទិញហ្នឹងគឺតួនាទីរបស់ការធ្វើទីផ្សារមិនមែនតួនាទី brand ទេតួនាទី brand អត់មែនទេអូខេទេគឺជាការធ្វើទីផ្សារដែលមានតួនាទីបញ្ជូនផលិតផលសេវាកម្មឬក៏ brand របស់អ្នកទៅឲ្យគេឃើញអាហ្នឹងគឺតួនាទីរបស់ការធ្វើទីផ្សារអ្នកត្រូវចែកដាច់ហើយវីដេអូការធ្វើភាពខុសគ្នារវាង brand ហើយនឹងការធ្វើទីផ្សារអ្នកគ្រូបានធ្វើហើយអ្នកអាចទៅមើលវីដេអូលើបានអាហ្នឹងគឺអ្នកគ្រូចង់ប្រាប់បែបហ្នឹងអញ្ចឹងនៅពេលអ្នកធ្វើទីផ្សារបែបយុទ្ធសាស្ត្រគឺអ្នកបញ្ជូនទៅឲ្យគេឃើញទៅគ្រប់ប្រទេសតែម្ដងអ្នកគ្រូលើកឧទាហរណ៍មួយមែនទេថ្ងៃមុនអ្នកគ្រូបានទៅឃើញវីដេអូដែលគេធ្វើឲ្យស្បែកមនុស្សស្រីក្លោមានពណ៌ស៊ីចម្ពូនៅលើថ្ពាល់នេះជាធម្មតាយើងត្រូវផាត់ថ្ពាល់មែនទេពណ៌ផ្កាឈូកមែនទេប៉ុន្តែឥឡូវហ្នឹងគឺគេមាន laser ធ្វើឲ្យស្បែកមនុស្សស្រីស៊ីចម្ពូពេញមួយតួខ្លួនហ្មងអ្នកខ្លះធ្វើឲ្យស៊ីចម្ពូពណ៌ថ្ពាល់នេះធម្មតាយើងទៅក្រៅយើងទៅលាបពណ៌ស៊ីចម្ពូឲ្យវាចេញឥឡូវហ្នឹងមិនបាច់ទេវាមានសេវាកម្មហ្នឹងអ្នកគ្រូអត់ដឹងទេពីមុនមកតែអ្នកគ្រូមើល TikTok ហើយវាឃើញអាហ្នឹងមែនទេហើយអ្នកណាធ្វើអ្នកគ្រូឃើញជនជាតិថៃវាធ្វើជនជាតិថៃនេះវាមានសេវាកម្មបែបហ្នឹងតែនេះទៀតនឹងទៅដល់ខ្មែរដែរវាអញ្ចឹងពីមុនអ្នកគ្រូដែរដឹងតែឥឡូវអ្នកគ្រូដឹងអូខេដល់អញ្ចឹងមានចិត្តអីចង់ធ្វើដែរវិញចង់សាក់លបងមើលដែរប៉ុន្តែចាំតមានដល់ខ្មែរមែនចាំទៅធ្វើមែនទេវាអញ្ចឹងអ្នកឃើញទេនឹងវាអញ្ចឹងនោះការធ្វើទីផ្សារឲ្យគេធ្វើទីផ្សារមិនថាការធ្វើទីផ្សារជាវីដេអូការប៊ូត page ការអីមែនទេតែអ្នកត្រូវដឹងពីក្បួននៃការធ្វើនឹងវានឹងបញ្ជូនទៅឲ្យមនុស្សច្រើនឃើញហើយប៉ឺសេននៃការទិញកាន់តែច្រើនគេស្គាល់កាន់តែច្រើនគេឃើញកាន់តែច្រើនប៉ឺសេននៃការលក់ដាច់កាន់តែច្រើនអញ្ចឹងអ្នកគ្រូប្រាប់តួនាទីនឹងវាមានតែតួនាទីការធ្វើទីផ្សារប៉ុណ្ណោះមិនមែនជាតួនាទីរបស់ brand ទេណាអ្នកគ្រូចង់ប្រាប់បែបហ្នឹងសារហេតុទី2គឺវាធ្វើឲ្យអ្នកងាយស្រួលក្នុងការចាប់យកអតិថិជនដែលមានលុយបែបច្បាស់តែម្ដងអ្នកគ្រូប្រាប់អ្នកការធ្វើទីផ្សារបែបយុទ្ធសាស្ត្រណាគឺអ្នកអង្គុយគិតអង្គុយពិចារណាហើយជាអ្នករើសអតិថិជនថាអតិថិជនក្រុមណាដែលខ្ញុំចង់ឲ្យគេឃើញផលិតផលរបស់ខ្ញុំតែខ្ញុំចង់ឲ្យឃើញសេវាកម្មរបស់ខ្ញុំមិនខូចស្រួលនៅពេលបច្ចុប្បន្នហ្នឹងអ្នកអង្គុយគិតថាអូខេខ្ញុំចង់ឲ្យមនុស្សក្រុមអាយុប្រហែលជា30ទៅដល់40ឃើញមនុស្សជាមនុស្សស្រីណាធ្វើការនៅតំណែងនេះឬក៏នៅក្នុងខេត្តនេះនៅក្នុងប្រទេសខ្មែរចឹងឡាក់មែនទេអ្នកជ្រើសរើសបានហើយអ្នកអាចជ្រើសរើសបានថាអូខេខ្ញុំចង់ឲ្យមនុស្សដែលមានប្រាក់ខែចាប់ពី500ដល់1000ទៅដល់10000ឃើញផលិតផលរបស់ខ្ញុំអាហ្នឹងគឺការធ្វើទីផ្សារណាអ្នកគ្រូប្រាប់ការធ្វើទីផ្សារអ្នកអាចការ៉ាន់ទីបែបហ្នឹងបានអ្នកអាចជ្រើសរើសក្រុមអតិថិជនបានដែលអ្នកចង់ឲ្យឃើញចង់ឲ្យទិញរបស់អ្នកប៉ុន្តែបើសិនជាអ្នកមិនចេះធ្វើទីផ្សារអ្នកមិនដឹងថាទៅធ្វើបែបណាឲ្យមនុស្សក្រុមណាមកទិញផលិតផលរបស់អ្នកមែនទេហើយអ្នកគ្រូចង់ប្រាប់ណាចំណុចនេះគឺសំខាន់ស្មើនឹងខ្យល់ដកដង្ហើមបើសិនជាអ្នកមិនដឹងថាមិនចេះធ្វើទីផ្សារមិនចេះរើសអតិថិជនណាអ្នកគ្រូប្រាប់អ្នកមានតែផ្លូវមួយយ៉ាងគឺងាប់ហ្មងងាប់គឺមិនដឹងថាទៅធ្វើឲ្យពីណាខាតលុយខាតពេលវេលាខាតកម្លាំងចាញ់គូប្រជែងដួលព្រោះអាជីវកម្មដៃដួលគឺមកពីមិនដឹងថារើសអតិថិជនក្រុមណាឲ្យវាស៊ីនឹងផលិតផលអ្នកខ្លះទៅលក់ឲ្យអ្នកអត់មានលុយហើយអ្នកទៅលក់ឲ្យអ្នកមានលុយណាគេមិនទិញអ្នកដែរអ្នកយល់ទេអាហ្នឹងគឺចំណុចទី2ហើយដល់ចំណុចទី3អ្នកគ្រូប្រាប់ចំណុចទី3គឺការដែលអ្នកចូលទៅរកអតិថិជនមុនពេលដែលអតិថិជនគេមករកអ្នក
ក្នុងនៃគ្រូចង់ប្រាប់អ្នកណាអ្នកឃើញជនជាតិចិនដែរជនជាតិចិននេះវាមករកស៊ីនៅទឹកដីខ្មែរយើងមិនថាថៃមិនថាជនជាតិថៃជនជាតិចិនមែននេះគ្រូប្រាប់ចិនណាអ្នកដឹងឯងមានអូសិស្សរបស់អ្នកគ្រូជាច្រើនឆាតមករកអ្នកគ្រូបែបជាអ្នកឈ្មួញកណ្ដាលលក់តពីចិនណាគឺទៅយកផលិតផលពីចិនយកមកលក់ឲ្យខ្មែរអ្នកគ្រូប្រាប់បោះដុំនៅខ្មែរឥឡូវហ្នឹងពួកគាត់វេទនាហ្មងវេទនាព្រោះអីព្រោះចិនវាមកបើកឃ្លាំងនៅក្នុងប្រទេសខ្មែរហើយវាជួលបុគ្គលិកខ្មែរឲ្យលក់ទៅឲ្យអតិថិជនដោយខ្លួនឯងតែម្ដងអត់ចាំបាច់ឈ្មួញកណ្ដាលទេអត់ចាំបាច់ឈ្មួញកណ្ដាលហើយរឿងហ្នឹងវាវែងឆ្ងាយតែអ្នកគ្រូនឹងអធិប្បាយអ្នកយល់នៅពេលវីដេអូក្រោយមកនេះអ្នកត្រូវដឹងថាចិនណាវាចង់មកកំទេចឈ្មួញកណ្ដាលទូទាំងពិភពលោកវាចង់ឲ្យលក់ពីប្រទេសវាចូលទៅត្រង់ដោយដៃអតិថិជនតែម្ដងព្រោះបានថ្លៃជាងមិនតឈ្មួញកណ្ដាលទេព្រោះឈ្មួញកណ្ដាលវាស៊ីកម្រៃមែននេះអញ្ចឹងវាអាចលក់បានថ្លៃច្រើនទេអញ្ចឹងអាហ្នឹងគឺជាបញ្ហាមែនទេហើយបើសិនជាអ្នកអង្គុយចាំអតិថិជនមកចូលរកអ្នកចាញ់គូប្រជែងអ្នកបានហើយចិនលឿនជាងអ្នកគូប្រជែងរបស់អ្នកគេលឿនជាងអ្នកអញ្ចឹងជាឱកាសនៃការធ្វើទីផ្សារបែបយុទ្ធសាស្ត្រគឺអ្នកចូលទៅរកអតិថិជនមុនពេលដែលពួកគេដឹងថាខ្លួនត្រូវការរបស់នឹងមុនពេលដែលពួកគេមិនទាន់ស្គាល់របស់នឹងមុនពេលដែលគូប្រជែងរបស់អ្នកទៅចូលរកអតិថិជនមុនមែនទេអញ្ចឹងអ្នកគ្រូប្រាប់អ្នកណាម្ចាស់អាជីវកម្មដែលឆ្លាតបកែ CEO ដែលបកែគឺអ្នកត្រូវតែទៅរកអតិថិជនមុនចូលទៅរកអតិថិជនមុនអ្នកមិនមែនចាំអតិថិជនមករកអ្នកឬក៏ចាំឲ្យគូប្រជែងទៅរកអតិថិជនអ្នកមុននេះឯងតែអ្នកចូលទៅរកមុនអ្នកគ្រូនិយាយមកឲ្យចំគឺអ្នកត្រូវនាំមុខគេនៅក្នុងទីផ្សារអ្នកត្រូវដើរមុខគេ10ជំហាន20ជំហានឬក៏100ជំហានអ្នកត្រូវនាំមុខគេត្រង់ចំណុចហ្នឹងអ្នកយល់ទេកន្លែងហ្នឹងអញ្ចឹងការធ្វើទីផ្សារបែបយុទ្ធសាស្ត្រនឹងធ្វើឲ្យអ្នកនាំមុខគេហើយអ្នកដែលនាំមុខគេអ្នកនឹងឲ្យឈ្នះអ្នកណាដែលក្រោយគេអ្នកនឹងឲ្យចាញ់អ្នកឃើញចិនហ្នឹងវាដើរប្រមាណជាហ៊ានមុននេះវាគិតម៉ែងគិតធំហិមាណាវាចង់កំទេចវា Amazon វាចង់កំទេចឈ្មួញកដាលទាំងអស់វាមិនមែនទឹកតែគិតទេណាវាគិតមកយូរណាស់ហើយប៉ុន្តែអ្នកដែលរស់ស៊ីឈ្មួញកដាគឺនៅដេកនៅឡើយមែននេះអ្នកនៅដេកនៅឡើយមែននេះតែអត់ដឹងថាគេចង់កំទេចអ្នកឯណាឥឡូវគេកំទេចបានដូចចិត្តយំលហែមមកតែម្ដងអញ្ចឹងអ្នកគ្រូប្រាប់វាអត់មានពេលមកអង្គុយយំអង្គុយអីទេបើមិនជាអ្នកចង់រស់អ្នកត្រូវទៅងើបហើយទៅរកអតិថិជនចូលទៅរកអតិថិជនមុនព្រោះឥឡូវហ្នឹងវាងាយអ្នកគ្រូលើកឧទាហរណ៍មួយថ្ងៃមុននេះ KFC មែននេះ KFC វាបាញ់អេដ100អ្នកគ្រូមិនដឹងវាបាញ់អេដបាញ់ភីសានេះបាញ់អ្នកគ្រូឃើញដំបងក៏ស៊ាំធម្មតាដល់ពេលឃើញយូរទៅមានអារម្មណ៍ដូចចង់ហូបKFC ចង់ហូប KFC មែនទេព្រោះវាឃើញញឹកញាប់ហើយការដែលអ្នកចូលទៅរកអតិថិជនគឺបែបហ្នឹងអ្នកចូលទៅឲ្យគេឃើញផលិតផលរបស់អ្នកឃើញអ្នកដំបងគេអាចនឹងមិនទាន់ទិញប៉ុន្តែនៅពេលដែលគេឃើញអ្នកសាំគេនឹងចាប់ផ្ដើមស្គាល់អ្នកហើយគេចាប់ផ្ដើមទិញហ្មងអានេះគឺជាតិចនិចដែលការធ្វើទីផ្សារជាអ្នកធ្វើអញ្ចឹងហើយបានអ្នកគ្រូប្រាប់កូនសិស្សដែលគាត់ចូលមករៀនជាមួយអ្នកគ្រូនៃវគ្គ Boss Marketing System ឬអ្នកគ្រូនឹងធ្វើមកមែនទេក្បួនអ្នកគ្រូប្រាប់ក្បួនហ្នឹងគឺអ្នកគ្រូបរៀនកូនសិស្សអ្នកគ្រូគេទៅលក់បានខ្ទង់ម៉ឺនខ្ទង់ពាន់តែម្ដងអ្នកគ្រូអត់និយាយលេងណាយកទៅលក់មែនយកទៅធ្វើតាមហើយបានផលមែនទេអ្នកគ្រូចង់ប្រាប់អ្នកណាគឺគេធ្វើឲ្យអ្នកគ្រូឲ្យធ្វើបែបហ្នឹងធ្វើក្បួនបែបហ្នឹងហើយអ្វីសំខាន់អ្នកគ្រូប្រាប់អ្នកគ្រូនឹងយកក្បួនហ្នឹងទៅបរៀនកូនសិស្សវគ្គថ្មីមែនទេseason ថ្មីចំនួនថ្មីនៅថ្ងៃទី30ហ្នឹងហើយណាអ្នកគ្រូនឹងយកក្បួនហ្នឹងទៅប្រាប់អ្នកនៅក្នុងវគ្គ Boss Marketing System អូខេអញ្ចឹងអានេះគឺជាចំណុចដែលសារហេតុដែលការធ្វើទីផ្សារធ្វើឲ្យអ្នកឃើញផលលឿនលក់ដាច់លឿនបានផលលឿនមែនទេនេះគឺជាសារហេតុធំតែបើសិនជាអ្នកមិនធ្វើមែនទេមានតែដួលហើយបើសិនជាអ្នកមែនទេចង់ដឹងគេធ្វើបែបណាចាប់ផ្ដើមពីតាណាឬក៏គេធ្វើបែបម៉េចអ្នកមិនយល់មែនទេឲ្យអ្នក comment នៅខាងក្រោមដោយពាក្យថាខ្ញុំព្រមហើយដាក់ពាក្យណាខ្ញុំព្រមហើយនោះអ្នកគ្រូនឹងផ្ញើវិធីធ្វើឲ្យអ្នកនៅក្នុងឆាតដោយត្រង់តែម្ដងដូច្នេះ comment ពាក្យថាខ្ញុំព្រមហើយមែនទេខ្ញុំព្រមហើយនោះអ្នកគ្រូនឹងផ្ញើទៅឲ្យអ្នកដោយត្រង់តែម្ដងអូខេទេអ្នកគ្រូមានបទពិសោធន៍ផ្ទាល់7ឆ្នាំនៅលើ online មែនទេធ្វើ7ឆ្នាំហើយអ្នកគ្រូប្រាប់អ្នកគ្រូមានកូនសិស្សច្រើនមានអ្នកតាមចិត្ត2លានអ្នកមានកូនសិស្សចូលរៀនមកចង់2000អ្នកមែនទេអ្នកគ្រូធ្វើមកយូរមែនទេអ្នកអាចទៅសិក្សាមើលបានហើយអ្វីដែលសំខាន់អ្នកគ្រូរស់នៅប្រទេសអូស្ត្រាលីអ្នកគ្រូប្រាប់អ្នកគ្រូនាំមុខគេប្រទេសក្រៅការធ្វើទីផ្សារនាំមុខប្រទេសខ្មែរដល់ទៅ7ឆ្នាំអ្នកគ្រូនាំមុខការធ្វើទីផ្សារជាងអ្នកដែលនៅក្នុងប្រទេសខ្មែរទាំងអស់តែម្ដងអ្នកគ្រូការ៉ាន់ទីហ្មងអញ្ចឹងខមមិនពាក្យថាខ្ញុំព្រមហើយអ្នកគ្រូនឹងផ្ញើពិធីធ្វើទៅឲ្យអ្នកក្នុងឆាតតែម្ដងអូខេ